bà chỉ biết xương bọn nó kia bà không thấy bà sầm bà video bà cứ chạy đấm lệch bà anh ấy cứประเภทbà bot bà switching ก่อนอันนี้คือประเภท switching bàอันนี้คือยังaiตำลัง switching จับปี500 วัตต์บ่ដល់2500 วัตต์បានអញ្ចឹងបងសម្រាប់អូស5ទឹកមកគូហើយយើងតำลังបានអញ្ចឹងយើងរៀបប្រភេទដាក់តាហ្វេតដាក់តែយ៉ូតហើយកង់ដងរៀបប្រព័ន្ធទៅអានេះគឺបងប្អូនខ្លះគាត់អាចតម្លើងបានតែបងប្អូនខ្លះគាត់មានចម្ងល់គាត់សាកសួរខ្ញុំតាមឆាតតែនេះខ្ញុំធ្វើវីដេអូចែករំលែកអញ្ចឹងបងខ្លីៗបាទអានេះគឺប្រភេទbus driver របស់ switching ជាទូទៅបងប្អូនគាត់យកទៅគាត់តម្លើងបានអស់ហើយតែគាត់មានចម្ងល់អញ្ចឹងបងគាត់ចម្ងល់ថាត្រឹងតែយើងរុំដុំនេះវាមិនអញ្ចឹងបងអានេះប្រភេទដុំនេះបាទដុំនេះនេះបងនេះ EE ដល់16នេះបងនេះបង EE ដល់16នេះគឺបងប្អូនភាគច្រើនគាត់ឆាតសួរខ្ញុំតើគេរុំវាមិនអញ្ចឹងបងអានេះខ្ញុំសម្រាយខ្លីៗបងប្អូនចែកចំណេះចំពោះបងប្អូនដែលគាត់មិនទាន់ដឹងអញ្ចឹងបងតោះឥឡូវយើងមើលក្នុងกระดาษនេះអានេះខ្ញុំសរសេរបានខ្លះហើយបងប្អូនព្រោះអីយើងបើយើងមិនសរសេរត្រៀបទុកខ្លាចវីដេអូកាន់តែវែងអញ្ចឹងបងអានេះគឺចំណុចនេះបងប្អូនចំណុចនេះចង់បញ្ជាក់ក្នុងប្រភេទដុំនេះគឺអានេះវាមានចំណុចបែបនេះនេះចំណុចមូលតណ្ដឹងណាបងប្អូនមូលនេះអានេះខ្ញុំគូមូលនេះតើយើងមើលអានេះមូលតណ្នេះវាមានសញ្ញាវាហ្នឹងដូចនេះអានេះយើងរឹបមកចាប់ពីនេះគេហៅនេះលេខ1លេខ2លេខ3លេខ4លេខ5លេខ6អញ្ចឹងបងអានៅកញ្ចក់នេះគឺគេហៅចំណុចលេខ1ហើយចំណុចទី1គឺយើងត្រូវរុំវាមិនអានេះគឺខ្លីៗបងចែករំលែកបាទសម្រាប់បងប្អូនដែលគិតមិនទាន់ចេះរុំអញ្ចឹងបងអាចយកទៅអនុវត្តតាមអញ្ចឹងបងដូចទី1យើងរុំចាប់ពីលេខ4មកមុនអញ្ចឹងបងមក4មក3ទី1បាទនេះខ្ញុំបានសរសេរបានខ្លះហើយបាទគឺសរសេរទុកមុនខ្លាចវីដេអូវាកាន់តែវែងយើងរុំ200ជុំបងទី1ពី4មក3នេះយើងរុំ2ជុំ200ជុំបេតូគឺយើងរុំមុនគេបងហើយចំណុចទី2បាទចំណុចទី2អានេះវាមានជើង6យើងមានតែ3ចំណុចទេលេខទី2បងប្អូនត្រូវរុំបាទពីលេខ1នេះបងអានេះយើងត្រូវរុំចង្វាក់អញ្ចឹងបងប្អូនព្រោះវាមិនលើក្រមគ្នាអានឹងយើងមិនមែនចេះតែរុំមួយណាក៏បានទេយើងត្រូវឲ្យមានចង្វាក់លុះចេញលុះចូលអញ្ចឹងបងយើងរុំពី1បាទយើងដាក់ពី1នេះពីលេខ1នេះទៅរកលេខ6អញ្ចឹងបងអានេះចំណុចទី2យើងរុំពីលេខបាទ1ទៅរកលេខ6អានេះស្មើប្រហែលជុំបងប្អូនអានេះគឺអានេះតែស្មើតែ20ជុំទេបងប្អូន20ជុំហើយចំណុចមួយចំណុចទៀតបងប្អូនអានេះយើងនៅសល់ជើង2ទៀតបាទនេះលេខ2ហើយនឹងលេខ5នេះបាទយើងត្រូវរុំបាទអានេះចំណុចទី3នេះយើងត្រូវរុំបងប្អូនគឺពីលេខ5នេះបងប្អូននឹងបងប្អូនគឺរុំតាមព្រួយមកខ្ញុំអញ្ចឹងមករោលេខ2នេះដោយសារយើងរុំអញ្ចឹងគឺវាមានចង្វាក់ចេញចូលរបស់វាភ្លើងចេញភ្លើងចូលអញ្ចឹងវាព្រោះចរន្តវារត់តាមនឹងបើបងប្អូនចេះតែរុំតាមនឹងក៏ពីខាងណាទៅមុនក៏បច្ច្រាស់ក៏បានដែរពេលខ្លះវាចង្វាក់វាអត់ល្អអញ្ចឹងអានេះយើងត្រូវរុំបាទពីលេខ5នេះបាទ5ទៅរោអានេះដាក់ព្រួយសិនចេះ5នេះមករោលេខ2នឹងប្រមាណជុំបងប្អូនអានេះគឺយើងប្រើបាទ20ជុំដូចគ្នាគឺខ្លីៗបងប្អូនមានតែប៉ុណ្្នឹងទេបងប្អូនអាចអនុវត្តអាចយកទៅអនុវត្តបានហើយចំពោះលុះមុនលុះ